ប៉ូលីសឥណ្ឌាចាប់ខ្លួនមនុស្សរាប់សិបនាក់ក្រោមបទចោទប្រកាន់ចំពោះការអាណិតអាសូរទៅដល់ពួកប៉ាគីស្ថានប៉ូលីសឥណ្ឌាបានចាប់ខ្លួនមនុស្សរាប់សិបនាក់ដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រទៅដល់ប្រទេសប៉ាគីស្ថានមួយខែបន្ទាប់ពីប្រទេសទាំងពីរនេះត្រូវបានជាប់គាំងនៅក្នុងជម្លោះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកយោងទៅតាមការចុះផ្សាយនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025របស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថាការចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌានេះធ្វើឡើងនៅក្នុងរដ្ឋអាសាមហើយលោកអភិបាលក្រុងហ៊ីម៉ាតាវីសវ៉ាសាម៉ាបាននិយាយថាប៉ូលីសឥណ្ឌាបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំដែលបានចាប់ខ្លួនជនក្បត់ជាតិចំនួន81នាក់ក្រោមបទចោទប្រកាន់ថាពួកគេមានការអាណិតអាសូរទៅដល់ប្រទេសប៉ាគីស្ថានលោកសាម៉ាបានបន្ថែមថាអាជ្ញាធរកំពុងត្រួតពិនិត្យជានិច្ចនៅការបង្ហោះប្រឆាំងជាតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងចាត់វិធានការទៅតាមនោះបើយោងទៅតាមប៉ូលីសនៅក្នុងរដ្ឋអាសាមបានឲ្យដឹងថាមានមនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបង្ហោះទង់ជាតិប៉ាគីស្ថាននៅលើ Instagram ប្រទេសឥណ្ឌាបានរឹតបន្តឹងការគ្រប់គ្រងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីមានចំនួនជាមួយនឹងប្រទេសប៉ាគីស្ថានបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហារទៅលើអ្នកទេសចរនៅក្នុងតំបន់ Jammu និង Kashmir កាលពីថ្ងៃទី22ខែមេសាឆ្នាំ2025កន្លងទៅកាលពីព្រឹកថ្ងៃទី7ខែឧសភាកន្លងទៅថ្មីនេះប្រទេសឥណ្ឌាបានបើកប្រតិបត្តិការមួយដែលមានឈ្មោះថា Sindoor ដែលបានវាយប្រហារទៅលើទីតាំងចំនួន9របស់ប្រទេសប៉ាគីស្ថានដែលខ្លួនបានចាត់ទុកថាជាមូលដ្ឋានភេរវជនក្នុងទឹកដីរបស់ប្រទេសប៉ាគីស្ថាននិងតំបន់កាស្មីរដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានបានប្រកាសថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន5គ្រឿងក្នុងនោះរួមទាំងយន្តហោះចម្បាំង Rafaleទំនើបដែលផលិតឡើងដោយប្រទេសបារាំងចំនួន3គ្រឿងនិងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយមធ្យម Horan ចំនួន1គ្រឿងការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថានបានបន្តរហូតដល់ថ្ងៃទី10ខែឧសភានៅពេលដែលភាគីទាំងពីរបានប្រកាសថាពួកគេបានឈានដល់បទឈប់បាញ់ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកទីភ្នាក់ងារប្រឆាំងភេរវកម្មឥណ្ឌាក៏បានចាប់ខ្លួនមន្ត្រីទាហានប៉ារ៉ាមួយរូបកាលពីខែមុនផងដែរដែលបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យប្រទេសប៉ាគីស្ថានកាលពីខែឧសភាកន្លងទៅអាជ្ញាធរឥណ្ឌាបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់10នាក់ពីបទចារកម្មឲ្យប្រទេសប៉ាគីស្ថានផងដែរ